ម្ចាស់តូចមានបញ្ជាមានរឿងអីម៉ែស្រែកលោឡាអីហ្នឹងកូនប្រសារខ្ញុំម៉ែរីករាយថ្ងៃកំណើតល្អកូនប្រសារខ្ញុំជូនពរថ្ងៃកំណើតគម្រប់60ឆ្នាំរបស់ខ្ញុំម៉ែថ្ងៃនេះយើងមិនបាច់ធ្វើខួបកំណើតទេថ្ងៃស្អែកចាំធ្វើឲ្យធំតែម្ដងម៉េចអញនិយាយអីខ្ញុំថាថ្ងៃនេះជាថ្ងៃកំណើតរបស់ដេវីម៉ែអញកុំដណ្ដើមមុខមាត់គេអីអាផ្កាយចង្រៃនោះក៏ធ្វើខួបកំណើតដែរហើយប្រាប់ខ្ញុំកុំឲ្យដណ្ដើមមុខមាត់វាទៀតមិនមែនទេគេមានបានហើយចិត្តខ្លាយជាសេដ្ឋីហើយខ្ញុំធ្វើខួបកំណើតគម្រប់60ឆ្នាំហាតាក់ទងអីនឹងវាហេតុអីវាមិនអាចយករឿងខ្ញុំម៉ែអញកុំទៅរករឿងគេអីឥឡូវយើងមិនអាចប្រមាថគេបានទេបានទៅឲ្យឆ្ងាយទៅមើលចុះខឹងដល់ណាហើយខ្ញុំធ្វើខួបកំណើតថ្ងៃនេះត្រូវតែប្រដៅមីស្រីថោកទាបនេះឲ្យបានបើមិនអញ្ចឹងទេវាមិនស្គាល់ចាស់ទុំទេឯងនៅចង់ធ្វើខួបកំណើតទៀតមីផ្កាយចង្រៃចង់ដណ្ដើមមុខមាត់ខួបកំណើត60ឆ្នាំរបស់អញទៀតអញហើយឯងថាកូនប្រសារក៏ស៊ីដេកគ្មានបានការអីដែរលេខេងឈីឯងនេះនៅក្នុងផ្ទះយើងនេះចង់ឡើងជីកក្បាលអញមែនទេមើលអ្នកនិយាយចុះលេនខេងឈូធ្វើការសងបំណុលថែមទាំងចិញ្ចឹមកូនទៀតមិនងាយស្រួលទេបើមិនមែនដោយសារវាកូនប្រុសខ្ញុំក៏មិនបាច់លាក់ខ្លួនរត់ចេញពីផ្ទះដែរវាគឺជាតារាចង្រៃធំបំផុតរបស់គ្រួសារឡើយយើងកូនប្រុសគាត់មិនរៀនសូត្រតាំងពីតូចនេះក៏បន្ទោសថេងឈូដែរអីយ៉ាងហោចណាស់លេនខេងឈូក៏បង្កើតចៅប្រុសឲ្យអ្នកដែរចៅប្រុសអាសត្វត្រឆានតូចនោះមុខមិនដូចកូនប្រុសខ្ញុំបន្តិចសោះមិនដឹងជាទៅដេកជាមួយប្រុសណាទេទើបកើតវាមកមិននឹកស្មានថាខេងឈូជាមនុស្សបែបនេះសោះនេះឡានអ្នកណាគេទំនើបម្លេះភូមិយើងទើបតែឃើញឡានទំនើបបែបនេះជាលើកដំបូងណែមករកកូនប្រសារអ្នកតាមានប្រវត្តិយ៉ាងណាអូតាមពិតមករកកូនប្រសារអ្នកសោះអរគុណហើយអ្នកត្រឡប់ទៅវិញចុះខេងឈូមានបញ្ជាឲ្យខ្ញុំការពារសុវត្ថិភាពអ្នកឲ្យបានមីស្រីកញ្ជ្រោងម៉ោងនេះឯងមិនទៅធ្វើការរកលុយឯងមកធ្វើអីនៅទីនេះម៉ែខ្ញុំនេះទៅតាក់ទងប្រុសប្រីពីណាទៀតហើយខ្ញុំអត់មានទេអីយ៉ាខេងឈូឡានទំនើបនេះមិនថោកទេមែនទេឡាននេះមិនមែនជារបស់ខ្ញុំទេនេះច្បាស់ជារបស់ហើយវាហើយបើមិនអញ្ចឹងឯងមានលុយឯណាសងការប្រាក់គេនឹងហើយម៉ែឯងនិយាយអីហ្នឹងកំដរមួយយប់ប្រហែលជារកបានរាប់ពាន់យន់ហើយមែនទេខ្ញុំរកលុយដោយកម្លាំងញើសឈាមខ្លួនឯងម៉ែឯងកុំចេះតែប្រឌិតរឿងបើមិនចង់ឲ្យគេដឹងតតែយើងកុំធ្វើអាបែលតូចដែលមុខមិនដូចឪពុកវាតើវាកើតមកដោយសារការញ៉ៃញ៉ៃបែបនេះមែនទេម៉ែឯងនិយាយម្ដងទៀតមើលកូនប្រុសខ្ញុំធ្លាក់ខ្លួនជំពាក់បំណុលគេក៏ដោយសារតែមីថោកទាបឯងនេះដែរថ្ងៃនេះអញនឹងធ្វើជាអ្នកកាត់ក្តីអញនឹងប្រដៅមីស្រីមិនចេះរក្សាភាពបរិសុទ្ធមីស្រីមុខក្រាស់ឯងនេះមិនក៏វីមនុស្សអញ្ចឹងមកមើលទាំងអស់គ្នាគេធ្វើបាបមនុស្សហើយវីឯងឲ្យងាប់វីឯងឲ្យងាប់ឯងនៅចង់ធ្វើខួបកំណើតទៀតឯងសាកសមទេម្ចាស់ក្រុងវីទេទៅឆាប់ទេហៅគេមកឆាប់ឡើងម្ចាស់ក្រុងជួយផងម្ចាស់ក្រុងអាឡូមានរឿងអីម្ចាស់តូចគឺលោកស្រីទៅមកខ្ញុំសាក់ទេទៅមើលកុំវីទៀតទៅភូមិគ្រួសារលេភ្លាមបាទពួកគ្រួសារឡើយនេះធ្លាប់តែក្រអឺតក្រទុំហ៊ានធ្វើបាបម៉ែខ្ញុំមិនលើកលែងឲ្យម្នាក់ណាឡើយម៉ែឯងមានសិទ្ធអីមកវីមនុស្សអញវីមនុស្សក៏ប្រសើរជាងឯងលួចមានសហាយនៅខាងក្រៅរាល់ថ្ងៃដែរម៉ែឯងចេះតែចោទគេហើយនាំប្រុសប្រិយមកដល់ផ្ទះហើយឯងនៅប្រកែកទៀតមើលទៅម៉ែឯងប្រឌិតរឿងខ្ញុំមិនតិចទេអញថាតែឯងនឹងថាឲ្យឯងនឹងយ៉ាងម៉េចចឹងខ្ញុំប្រាប់ម៉ែឯងលុយរបស់លេយេងឈ្វានខ្ញុំមិនសងទេចាំតែរើសឹបវាទៅខឹងងាប់ហើយថ្ងៃនេះអញមិនវីឯងឲ្យងាប់ទេម៉ែកុំវីទៀតឈប់ភ្លាមអាខ្វាក់ពីណាមកអញប្រដៅកូនប្រសារអញមានសិទ្ធអីមកលូកដៃប្រកាសជាមានសិទ្ធហើយនេះពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារការវីកូនប្រសារគឺជារឿងត្រឹមត្រូវតាមច្បាប់ធម្មជាតិលោកស្រីមិនអីទេដឹងមិនអីទេពួកឯងមិនបាច់ខ្វល់ពីគាត់ទេច្បាស់ណាស់ពួកនេះសុទ្ធតែជាសហាយឯងមែនទេម៉ែឯងនិយាយអីហ្នឹងហ
ហាចំណូលចិត្តអញប្លែកណាស់នេះអាចធ្វើអញបានហើយអញពិតជាប្រមាថថ្មីខ្ញុំមែនចេះតែចោទគេហើយខ្ញុំគ្រាន់តែអូក៏មិនបានមានអ្នកវាខ្ញុំច្រើនណាស់ដឹងទេតាក់ទងជាមួយមីថោកទាបនេះតើអញជាមនុស្សល្អឯណាទៅម៉ែឯងថាឲ្យខ្ញុំក៏ហីទៅចុះគុំទាញអ្នកមិនដឹងអីមកពាក់ព័ន្ធអុយការពារគ្នាហើយតាមនុស្សរបស់ខ្ញុំនឹងមកដល់ឆាប់នេះលោកស្រីសូមរងាប់អារម្មណ៍ខ្ញុំនឹងបញ្ជូនអ្នកទៅទទួលអ្នកភ្លាមមើលស្រាមីស្រីកញ្ជ្រោងឯងនេះហើយមីថោកទាបឯងបានសួរអញនៅឆាប់បោះទូរស័ព្ទចោលទៅបើខកខានសាររបស់ម្ចាស់ក្រុងឯងទទួលខុសត្រូវមិនរួចទេម្ចាស់ក្រុងហាឯងជាឆ្កែផ្ទះណាគេទៀតហើយយាយចាស់ឯងនេះគាត់គឺជាម្ចាស់ក្រុងឯងមិនអាចប្រមាថគាត់បានទេម៉ែឯងឆាប់សុំទោសម្ចាស់ក្រុងទៅវាខុសច្បាប់ហើយលោកម្ចាស់ក្រុងមើលទៅដូចជាធ្លាប់ឃើញមុខពួកឯងសុទ្ធតែថាគាត់ជាលោកម្ចាស់ក្រុងនាំគ្នាបោកប្រាស់ខ្ញុំមែនទេត្រូវហើយខ្ញុំគឺម្ចាស់ក្រុងនេះជាភូមិគ្រួសារលេីតាលោកម្ចាស់ក្រុងអាចមកកន្លែងដាច់ស្រយាលបែបនេះបានទេពិតឬខ្លាំងខ្លាយឯងឆែកមើលតាមអ៊ីនធឺណិតទៅដឹងហើយមើលទៅការផ្សព្វផ្សាយមិនទាន់បានល្អទេគ្មានអ្នកណាស្គាល់ខ្ញុំសោះឆែករកអីគាត់មិនអាចជាម្ចាស់ក្រុងទេស្លៀកពាក់ដូចឆ្កែគ្មានភាពអៀនខ្មាសសោះខ្ញុំព្រមានឯងនិយាយស្ដីឲ្យប្រយ័ត្នបន្តិចនៅទីក្រុងបេងហេឯងហ៊ានក្រអឺតក្រទុំមើងងាយគេឯងមករករឿងនៅមុខផ្ទះគ្រួសារលេីខ្ញុំថ្ងៃនេះខ្ញុំនឹងឲ្យពួកឯងទទួលទោសដែលស័ក្តិសមនៅហ៊ានធ្វើឲ្យពួកឯងរស់មិនស្មើស្លាប់ទៀតម៉ែឯងកុំនិយាយទៀតឈប់ទៅម្ចាស់ក្រុងយ៉ាងពួកលោកឆាប់ទៅខ្ញុំមិនអាចធ្វើឲ្យអ្នកមិនដឹងអីរងទុក្ខដោយសារខ្ញុំទេលោកស្រីខ្ញុំមិនអាចទៅទេការពារលោកស្រីគឺជាកិត្តិយសរបស់ខ្ញុំបេងហេឈៀលូសូមស្ពះការពារសុវត្ថិភាពលោកស្រីរហូតដល់ស្លាប់នៅយូរប៉ុណ្ណាទៀតទើបដល់ម្ចាស់តូចឥឡូវនៅសល់20គីឡូម៉ែត្រទៀតទើបដល់ភូមិគ្រួសារលេរំពឹងថានឹងទៅដល់ក្នុងរយៈពេល15នាទីចុះជាងបេជួនណេណានៅក្នុងឡានរបស់ម្ចាស់តូចបើម៉ែខ្ញុំមានរឿងអីពួកឯងរត់មិនរួចទេបាទបេងហេឈៀលូសូមស្ពះការពារសុវត្ថិភាពលោកស្រីរហូតដល់ស្លាប់ខ្ញុំច្បាស់ណាស់ខ្ញុំពិតជាមើលស្រឡាញ់មែនហាធ្វើឲ្យពួកប្រុសស្អុយទាំងនេះវង្វេងអស់ហើយម៉ែរឿងមុនខ្ញុំអាចមិនប្រកាន់យកយល់ដល់យើងជាម្ដាយក្មេកកូនប្រសាខ្ញុំសុំទូនមានម៉ែឯងកុំរករឿងទៀតអីបើនៅតែរករឿងបែបនេះទៀតម៉ែឯងទទួលខុសត្រូវមិនរួចទេអុយអញចង់មើលថាឯងអាចធ្វើអីឯងបានហាលួចមានសហាយហើយនៅមានហេតុផលទៀតមែនទេយាយចាស់គ្រួសារឡៃឯងនឹងត្រូវរលាយគុំស្ដាយក្រោយឲ្យសោះរលាយឯងស្ដាប់មិនខុសទេដឹងអញចង់មើលណាស់តើឯងរំលាយគ្រួសារឡៃអញយ៉ាងម៉េចម៉ែកុំនិយាយទៀតលោកស្រីកុំខាត់គាត់អីមនុស្សម្នាក់មានវាសនារៀងខ្លួនដោយសារតែយាយចាស់នេះស៊ីបួសងាយនឹងធ្វើបាបមែនទេមកនេះយាយទួតនឹងរំលាយពួកឯងមុនម្ចាស់ក្រុង